នេះគឺជាស្ត្រីដែលមិនចេះក្តៅនិងមិនចេះបែកញើសតែគាត់បានអះអាងថាគាត់មិនដែលបែកញើសឡើយនៅក្នុងជីវិតរបស់គាត់អាចលើកខ្សែក្រោមកម្ដៅថ្ងៃរាប់ម៉ោងដោយមិនបែកញើសសូម្បីតែមួយដំណឹងកលេចអ្នកដែលលោតជាមួយគាត់វិញគឺបែកញើសគេក៏បានពិសោធន៍ដោយបន្ថែមស្រទាប់ឆ្លោះបញ្ចាំងលើដៃដើម្បីឲ្យសីតុណ្ហភាពកើនឡើងដល់113 Fahrenheit ក្រុមការងារបានយកគាត់ដាក់នៅក្នុងបន្ទប់សូណាដែលមានសីតុណ្ហភាព149 Fahrenheit គាត់មិនបែកញើសឬក៏មិនក្តៅឡើយហើយទឹកមុខរបស់គាត់មើលទៅឡើងធម្មតាដើម្បីឲ្យប្រកាសគេបាននាំគាត់ទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តគេបានយកវត្ថុរាវមកដាក់លើដៃរបស់គាត់ហើយបានដាក់ម្សៅពណ៌សពីលើវាក៏មកញើសក៏បានចេញមកតែញើសរបស់គាត់គឺមានពណ៌ស្វាយហើយទំនំតែញើសនេះចេញមកគឺចំណាយពេល3ម៉ោងតែញើសពណ៌ស្វាយនេះគ្រូពេទ្យបាននិយាយថាគាត់គឺមិនមានបញ្ហាសុខភាពអីឡើយពោលគឺគាត់ថែមទាំងមានសុខភាពល្អជាងមនុស្សទូទៅទៀតផង